សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលើកគំលេងនាងខ្ញុំមានស្លាយខ្លះៗដែលទាក់ទងទៅនឹងទំនៀមទម្លាប់និងប្រពៃណីខ្មែរដូច្នេះសូមទៅមើលស្លាយទាំងអស់គ្នាទំនៀមទម្លាប់និងប្រពៃណីខ្មែរមានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរពិធីបុណ្យពិសាខបូជាពិធីបុណ្យកឋិនពិធីបុណ្យចូលវស្សាពិធីបុណ្យភ្ជុំបិណ្ឌពិធីបុណ្យច្រត់ព្រះនង្គ័លពិធីបុណ្យផ្កាប្រាក់ពិធីបុណ្យមាឃបូជាពិធីបុណ្យអុំទូកនិងពិធីបុណ្យចេញវស្សាហើយពិធីបុណ្យចូលឆ្នាំខ្មែរគឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរដែលដូរពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីហើយមានរៀបចំគ្រឿងសក្ការៈចង្កៀងគោបាយសីមួយគូផ្លែឈើនំនែកជាដើមដើម្បីទទួលទេវតាឆ្នាំថ្មីហើយបើសិនទេវតាត្រូវចុះតាមឆ្នាំនីមួយៗចង់សោយដង្វាយអ្វីយើងត្រូវដាក់ដង្វាយនោះហើយដល់ពេលស្លាយអំពីពិធីបុណ្យពិសាខបូជាគឺជាពិធីបុណ្យដែលរំលឹកដល់ថ្ងៃដែលព្រះពុទ្ធចាប់បដិសន្ធិនិងត្រាស់ដឹងចំណែកមួយទៀតគឺជាពិធីបុណ្យកឋិនពិធីបុណ្យកឋិននេះជាពិធីបុណ្យដែលមានសម្ពាត់ស្លាដកត្រាញតូចត្រាញធំហើយមានបរិក្ខារសម្រាប់ប្រើប្រាស់ហើយពិធីនេះក្នុងមួយវត្តធ្វើបានតែម្ដងក្នុងមួយឆ្នាំនិងពិធីបុណ្យមួយទៀតគឺជាពិធីបុណ្យចូលព្រះវស្សាមានដូចជាពិធីបុណ្យចូលព្រះវស្សាក៏ជាពិធីបុណ្យដ៏ធំមួយដែលគេអាចចាត់ទុកថាជាបុណ្យដែលមានសារៈសំខាន់ក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនាហើយជារៀងរាល់ឆ្នាំនៅពេលដែលដល់ថ្ងៃខែត្រូវប្រារព្ធពិធីធ្វើពិធីនេះប្រជាពលរដ្ឋដែលជាអ្នកមានចិត្តជ្រះថ្លាក៏នាំគ្នារៀបចំគ្រឿងសក្ការៈនិងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ព្រះសង្ឃឆាន់និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សានេះនាងខ្ញុំឈ្មោះបាសុជាតិបកស្រាយស្លាយបន្តពីមិត្តភក្តិរបស់ខ្ញុំអំពីពិធីបុណ្យភ្ជុំបិណ្ឌមានដូចជាពិធីនេះគេប្រារព្ធឡើងដើម្បីរំលឹកដល់អ្នកដែលបានចែកឋានទៅហើយនៅថ្ងៃទី14 14 15ជាថ្ងៃដែលពួកយើងត្រូវជូនបាយសម្លជូនអ្នកមានគុណរបស់ពួកយើងហើយយើងក៏ត្រូវយកទៅប្រគេនព្រះសង្ឃផងដែរដើម្បីឧទ្ទិសដល់អ្នកដែលបានចែកឋានទៅលោកខាងមុខហើយស្រាយបន្ទាប់អំពីពិធីបុណ្យច្រត់ព្រះនង្គ័លគឺជាពិធីដែលគេរំលឹកដល់ពួកកសិករដែលប្រកបកសិកម្មថាដល់រដូវធ្វើស្រែចម្ការហើយបើសិនជាគោរាជបរិភោគអ្វីដំណាំនោះនឹងទទួលបានផលច្រើនហើយស្រាយបន្តអំពីពិធីបុណ្យផ្កាប្រាក់ពិធីបុណ្យដែលគេដង្ហែផ្កាប្រាក់សម្រាប់យកទៅវត្តស្រាយបន្ទាប់អំពីពិធីបុណ្យមាឃបូជាពិធីបុណ្យសាសដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនាប្រជាជនតែប្រារព្ធពិធីឡើងជារៀងរាល់ឆ្នាំដែលមិនអាចអត្ថានហើយគោលដៅធំបំផុតនៃការធ្វើពិធីបុណ្យមាឃបូជានេះគឺរំលឹកដល់បុព្វកាគុណដ៏ធំធេងរបស់ព្រះអង្គចំពោះមនុស្សជាទាំងឡាយដែលគោរពបូជានិងជឿជាក់លើព្រះធម៌ស្រាយបន្ទាប់ខ្ញុំឈ្មោះរីបូរ៉ាបកស្រាយពីស្លាយពីវិភាគខ្ញុំអំពីពិធីបុណ្យអុំទូកពិធីបុណ្យអុំទូកគឺជាពិធីបុណ្យដែលរំលឹកដល់កងទ័ពជើងទឹកដែលពួកគាត់ពលីជីវិតដើម្បីការពារមាតុភូមិរបស់គាត់ដែលសត្រូវមកឈ្លានពានហើយស្រាយបន្ទាប់គឺពិធីបុណ្យចេញព្រះវស្សាពិធីបុណ្យចេញព្រះវស្សាគឺពិធីដែលប្រជាជនតែងតែយក
នំបញ្ចុកទៅប្រគេនព្រះសង្ឃនៅពេលព្រឹកដល់ម៉ោង10គេរៀបរាប់បាតពេលគេរាប់បាតពេលម៉ោង11ថ្ងៃត្រង់ប្រគេនចង្ហាន់ដល់ព្រះសង្ឃស្លាយដែលខ្ញុំរៀបរាប់ខាងលើនេះចប់ប៉ុណ្ណេះស្លាយដែលរៀបរាប់ខ្ញុំបានរៀបរាប់គឺចប់តែប៉ុណ្ណេះស្លាយដែលខ្ញុំរៀបរាប់ទាំងអស់ចប់សូមចប់តែប៉ុណ្ណេះ